Ok, sơ sài ngọc nhé. Chắc ngàyនេះខ្ញុំមាន3ចំណុចសំខាន់សម្រាប់ check មើលដឹងថា page ហ្នឹងយើងអាចយកទៅប្រើការបានឬអត់យើងអាចយកទៅរកស៊ីនៅលើវិស័យ online បានអត់អូខេអញ្ចឹងចំណុចដំបូងដែលយើងត្រូវ check មើលគឺ quality អញ្ចឹងអីដែលហៅថា quality page មានន័យថាគុណភាពរបស់ page តើ page ហ្នឹងវាមានជាប់អីវាមានបញ្ហាអីអត់អញ្ចឹងអ្នកនេះត្រូវចាំថា quality របស់ page ជាដំបូងយើងត្រូវចូលមកកន្លែងនេះមកនេះកន្លែងកន្លងនេះហើយចូលឲ្យ setting and privacy ហើយចូល setting បន្តមកទៀតយើងចូល page setup ចូល page setup ហើយយើងចូលមក page អូខេអញ្ចឹងយើងអាចឃើញ quality វាគឺ green ពណ៌បៃតងអញ្ចឹងពណ៌បៃតងហ្នឹងមានន័យថា page នៅល្អអត់មានបញ្ហាអីទេក៏ប៉ុន្តែបើសិនជាវា yellow មានន័យថាវាយើងផុសខុសគោលការណ៍អីមួយហើយមិនវាចាប់ទៅជា yellow អញ្ចឹងមួយទៀតបើសិនជាវាកន្លែងនេះកន្លែង quality ហ្នឹងវា red ហ្នឹងគឺ page ហ្នឹងយើងប្រើការលេងបានហើយយើងនៅផុសបានអីបានក៏ប៉ុន្តែយើង boot លេងបានហើយ page ហ្នឹងក៏គេលេងយកមកប្រើរកស៊ីអីដែរយើងគ្រាន់តែទុក share ទុកអីចឹងទៅអូខេហើយចំណុចទី2យើងអាច check មើលបាននៅកន្លែងឲ្យ rich ដែលធម្មតាគេហៅថា insight អញ្ចឹងយើងចូលកន្លែងឲ្យ professional dashboard នេះមកហើយយើងមើលយើងវាមានឲ្យយើងមើលនេះហើយមានទាំងចំនួន rich និងចំនួន view អញ្ចឹងបើសិនជា page ហ្នឹង rich ល្អ rich ច្រើនមានន័យថា page ហ្នឹងល្អហើយយើងងាយស្រួលក្នុងការ boot ទៅវាមានគេឃើញច្រើនឧទាហរណ៍នេះឥឡូវ view នេះ 80k ជាងទីចាប់ពី 100k 200k អីទៅគឺល្អហើយ rich 100k អីចឹងទៅតែ rich នេះតែ 60k ទេ view ក៏ដល់ 100k ដែរប៉ុណ្ណឹងក៏យើងអាចប្រើការបានដែលយើងអាចយកទៅ boot បានអូខេហើយចំណុចទី3គឺ page recommend ហ្នឹងក៏សំខាន់ដែរអ្នកនរបើសិនជាវាជាប់អីមួយវានឹង alert ទៅកន្លែងហ្នឹងហើយអញ្ចឹងយើងដើម្បីចូលមើលបានយើងចូលក្នុង setting and privacy ដែលហើយ setting មកយកពាក្យថា page set up អូខេពាក្យ page set up ហើយនេះយើងនឹងឃើញ page recommendation ចុចលេខហ្នឹងមកបើសិនជាវាមានជាប់ post អីមួយវានឹង load កន្លែងហ្នឹងហើយវាអត់វា alert ឡើងហ្នឹងឲ្យយើងហើយថា post របស់យើងមួយណាជាប់វា remove post យើងអីមួយហ្នឹងវា load ឲ្យឡើងហ្នឹងហើយ page ដែលជាប់អញ្ចឹងគឺ post ទៅវាអត់ suggest ទេតែបើសិនជានេះវានៅ recommend ធម្មតាមានន័យថាយើង post ទៅវា suggest ទាំងអ្នក follow page យើងទាំងអ្នកដែលអត់ follow page យើងក៏ suggest load ទៅឲ្យគេឃើញដែរតែបើសិនជាវាជាប់ហើយវាអត់ suggest ទេអូខេអញ្ចឹងមានតែ3ចំណុចហ្នឹងឯងអ្នកនរគ្នាអស់ហើយ